ដាក់ដៃបងស្រីខ្ញុំដាក់ផុកចូលដាក់ស្ករហើយយើងបុកច្បល់វាយើងច្បាយក្រូចឆ្មាចូលជូរល្មមតាមយើងចូលចិត្តដាក់ចំនួន2ផ្លែបុកថងបែបត្រែស្រែមានអីក្រៅពីតកួនទេបងប្អូនយើងចាប់ផ្ដើមដុសគ្រឿងមកដាក់ច្បល់ជាមួយនឹងល្ហុងតកួនដែលយើងចិត្តហើយដោយសារតែត្បាល់យើងធ្វើទៅចឹងយើងដាក់មកលេច្បល់ជាមួយនឹងគ្នានៅក្នុងកូនម៉ាំងដោយសារតែបុកគ្រឿងមុនហ្នឹងភ្លេចដាក់សណ្តែកដីឥឡូវយើងបុកវាថែមតាមក្រោយឥឡូវយើងចាប់ផ្ដើមបុកច្បល់ចូលគ្នាហើយចាំមើលថាលទ្ធផលរសជាតិវាយ៉ាងម៉េចឆ្ងាញ់ឬក៏មិនឆ្ងាញ់គេលោតទៅមកមិនដឹងឥឡូវយើងរៀបមកដាក់ក្នុងកូនម៉ាំងមានបន្លែដូចជាស្អំនិងកន្ធុំថេតរបស់យើងដែលបេះបានជាផ្ទះ